ប៊ីសាអូឌីតព្រមមានអ៊ីរ៉ង់ថាភាពអត់ធ្មត់នៅឈូងសមុទ្រពុំមែនគ្មានដែនកំណត់ទេក្នុងពេលមានការវាយប្រហារស្ថានភាពសន្តិសុខនៅក្នុងតំបន់ឈូងសមុទ្របានឈានដល់ចំណុចរបត់ដ៏គ្រោះថ្នាក់មួយនៅពេលដែលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានចេញមកប្រកាសព្រមមានដោយផ្ទាល់និងយ៉ាងម៉ឺងម៉ាត់បំផុតទៅកាន់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅក្នុងសន្និសីទសារព្រមមានដ៏សំខាន់មួយកាលពីព្រឹកថ្ងៃប្រហោះរដ្ឋមន្ត្រីការប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានផ្ញើសារព្រមានថាភាពអត់ធ្មត់ដែលទីក្រុងរីយ៉ាតបានបង្ហាញនាពេលកន្លងមកចំពោះការបង្កហេតុរបស់ទីក្រុងតេហ៍រ៉ង់គឺមិនមែនគ្មានដែនកំណត់នោះទេការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ដែលបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីតនិងរដ្ឋជិតខាងក្នុងតំបន់ឈូងសមុទ្រដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ស្ថិរភាពធម្មពលពិភពលោកនិងសន្តិសុខក្នុងតំបន់ព្រះម្ចាស់ Faisal បានសង្កត់ធ្ងន់ថាការវាយប្រហារនាពេលថ្មីៗនេះមិនមែនជាការវាយប្រហារដោយចៃដន្យឬជាកំហុសបច្ចេកទេសនោះទេផ្ទុយទៅវិញតាមរយៈទិន្នន័យសម្ងាត់និងការពិនិត្យលើកំទេចកំទីអាវុធដែលបានបង្ហាញថាការវាយប្រហារទាំងនោះមានកម្រិតនៃភាពត្រឹមត្រូវខ្ពស់ក្នុងការកំណត់គោលដៅព្រះអង្គម្ចាស់បានមានព្រះបន្ទូលថាកម្រិតនៃភាពត្រឹមត្រូវនៅក្នុងការកំណត់គោលដៅមួយចំនួនដែលយើងបានឃើញទាំងនៅក្នុងប្រទេសរបស់យើងនិងក្នុងប្រទេសជិតខាងបង្ហាញយ៉ាងច្បាស់ថានេះជាផែនការដែលត្រូវបានគ្រោងទុកជាមុនរៀបចំទុកជាមុននិងគិតគូរយ៉ាងល្អិតល្អន់បំផុតការលើកឡើងនេះគឺជាការបដិសេធដោយប្រយោលចំពោះការអះអាងរបស់អ៊ីរ៉ង់ដែលតែងតែបដិសេធថាខ្លួនមិនបាននៅពីក្រោយការវាយប្រហារដោយយន្តហោះដ្រូនឬមីស៊ីលមកលើរដ្ឋឈូងសមុទ្រទេចំណុចដែលគួរឲ្យកត់សម្គាល់បំផុតនៅក្នុងសេចក្តីថ្លែងការណ៍នេះគឺជាការបញ្ជាក់អំពីសមត្ថភាពសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តរដ្ឋមន្ត្រីការប្រទេសរូបនេះបានរំលឹកទីក្រុងតេហ៍រ៉ង់ថាទីក្រុងរីយ៉ាតមិនមែនខ្វះមធ្យោបាយក្នុងការតបតវិញនោះទេប៉ុន្តែអ្វីដែលនាំឲ្យពួកគេនៅរក្សាភាពស្ងប់ស្ងាត់រហូតមកដល់ពេលនេះគឺដើម្បីជៀសវាងសង្គ្រាមទ្រង់ទ្រាយធំទោះជាយ៉ាងណាក៏ដោយព្រះអង្គម្ចាស់ Faisal បានបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើអ៊ីរ៉ង់នៅតែបន្តជ្រើសរើសផ្លូវវាយប្រហារនោះអារ៉ាប៊ីសាអូឌីតនិងដៃគូក្នុងតំបន់នឹងមិនមានជម្រើសអ្វីក្រៅពីការប្រើប្រាស់សមត្ថភាពយោធានិងយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីការពារអធិបតេយ្យភាពនិងប្រជាជនរបស់ខ្លួនឡើយនេះជាការបញ្ជូនសារមួយថាខែលការពារអាចនឹងប្រែទៅជាដាវប្រសិនបើការគម្រាមកំហែងនៅតែបន្តអារ៉ាប៊ីសាអូឌីតបានជំរុញឲ្យថ្នាក់ដឹកនាំអ៊ីរ៉ង់ពិចារណាឡើងវិញជាបន្ទាន់នៅយុទ្ធសាស្ត្រការបរទេសនិងយោធារបស់ខ្លួនការអំពាវនាវនេះមិនត្រឹមតែធ្វើឡើងដើម្បីផលប្រយោជន៍របស់អារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេប៉ុន្តែគឺដើម្បីសន្តិភាពជារួមសម្រាប់ប្រជាជនអ៊ីរ៉ង់ខ្លួនឯងផងដែររដ្ឋមន្ត្រីការបរទេសបានបន្ថែមថាវាជារឿងសំខាន់សម្រាប់ពលរដ្ឋអ៊ីរ៉ង់និងថ្នាក់ដឹកនាំរបស់ពួកគេក្នុងការយល់ថាភាពអត់ធ្មត់ដែលកំពុងត្រូវបានបង្ហាញពុំមែនគ្មានដែនកំណត់នោះទេយើងសង្ឃឹមថាសារដែលផ្ញើចេញពីកិច្ចប្រជុំនៅថ្ងៃនេះនឹងត្រូវបានគេយល់ដឹងហើយអ៊ីរ៉ង់នឹងបញ្ឈប់ការវាយប្រហារលើប្រទេសជិតខាងភ្លាមៗការព្រមាននេះក៏ឡើងក្នុងបរិបទដែលតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងភាពរង្គោះរង្គើការវាយប្រហារលើរដ្ឋឈូងសមុទ្រមិនត្រឹមតែប៉ះពាល់ដល់អារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេប៉ុន្តែក៏ប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកផងដែរដោយសារតំបន់នេះជាប្រភពនៃថាមពលប្រេងនិងហ្គាសអ្នកវិភាគនយោបាយអន្តរជាតិយល់ថាសេចក្តីថ្លែងការណ៍នេះគឺជាសញ្ញាកម្រិតអាសន្នដែលសហគមន៍អន្តរជាតិជាពិសេសអង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចត្រូវតែយកចិត្តទុកដាក់បើសិនជាការចរចាការទូតមិនអាចកាត់បន្ថយភាពតានតឹងនេះបានទេពិភពលោកនៅប្រឈមមុខនឹងចំនួនយោធាទ្រង់ទ្រាយធំដែលមិនធ្លាប់មាននៅតំបន់ឈូងសមុទ្រពាក់សរុបមកសាររបស់ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud នៅថ្ងៃនេះគឺជាការកំណត់បន្ទិតក្រហមយ៉ាងច្បាស់លាស់អារ៉ាប៊ីសាអូឌីតបានបង្ហាញចំហថាខ្លួននៅតែផ្ដល់អាទិភាពលើដំណោះស្រាយការទូតនិងស្ថិរភាពប៉ុន្តែវាំងនូវនៃភាពអត់ធ្មត់ចិត្តនឹងត្រូវបិទបញ្ចប់ហើយប្រសិនបើការបង្កហេតុនៅតែបន្តតើអ៊ីរ៉ង់នឹងជ្រើសរើសផ្លូវនៃការសម្រុះសម្រួលនិងការរស់នៅដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាងឬក៏នឹងបន្តរុញច្រានតំបន់ទាំងមូលឲ្យធ្លាក់ចូលក្នុងអណ្ដាតភ្លើងនៃសង្គ្រាមយើងនឹងរងចាំមើលថាតើអ៊ីរ៉ង់នឹងត្រូវជ្រើសរើសយ៉ាងណាចំពោះបញ្ហានេះនៅពេលខាងមុខ